ទៀតមកកាន់ខកខានរបស់យើងថ្ងៃនេះដែរខ្ញុំមានភាពបត់ថ្មីដែលលើកឡើងជូនដល់អ្នកទាំងអស់គ្នាគឺ relationship between GDP growth និង property production in Cambodia ថ្ងៃនេះដែរយើងនឹងមានវាគ្មិនចំនួន2រូបដែលយើងមកអញ្ជើញមកពីសាលា Khmer Business School គឺលោកវ៉ាន់សុភេនិងលោកសវត្ថរតនមនីជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះពួកខ្ញុំនឹងមានប្រធានបទនឹងមកនិយាយពី GDP និងភាពក្រីក្ររបស់ប្រជាជននៅប្រទេសកម្ពុជាតើអ្វីដែលពួកយើងបានស្រាវជ្រាវយើងបានសង្កេតឃើញថាប្រទេសកម្ពុជាមានការរីកចម្រើនលឿនឲ្យកត់សម្គាល់ក្នុងរយៈពេល20ឆ្នាំក្រោយមកនេះប្រទេសកម្ពុជាបានផ្លាស់ប្ដូរពីភាពក្រីក្រទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនេះគឺជាជំហានដ៏ធំមួយសម្រាប់ប្រទេសរបស់យើងនេះទេបាទកំណត់សេដ្ឋកិច្ចដ៏លឿនបែបនេះដែលយើងហៅថាផលក្នុងស្រុកឬក៏ GDP តើវាពិតជាធ្វើឲ្យជីវិតប្រជាជនរបស់កម្ពុជាគ្រប់រូបមានភាពប្រសើរដែរទេហើយតើវាពិតជាជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើងបានដល់ពេលណាពួកខ្ញុំនឹងចែករំលែកនៅអ្វីដែលពួកយើងបានឃើញអំពីទំនាក់ទំនងរវាងកំណើន GDP ខណ្ឌអាហុកនិងរបៀបរស់នៅរបស់ប្រជាជនរួមទាំងអ្វីដែលពួកយើងគិតថាកម្ពុជាគួរតែធ្វើបន្តទៀតតើមានកត្តាអ្វីខ្លះដែលជួយជំរុញដល់សេដ្ឋកិច្ចកម្ពុជាយើងនេះបានរីកចម្រើនដល់ថ្ងៃនេះកត្តាដែលអាចជួយជំរុញឲ្យប្រទេសកម្ពុជាយើងបានរីកចម្រើនដល់ថ្ងៃហ្នឹងគឺទី1គឺការផលិតសម្ភារៈបំពាក់នាំចេញដូចជារោងចក្រកាត់ដេររោងចក្រស្បែកជើងវិស័យទេសចរណ៍វិស័យសំណង់និងវិស័យកសិកម្មចលនាទ្រព្យវិស័យសំខាន់ទាំងអស់នេះហើយដែលជាឆ្អឹងកងសេដ្ឋកិច្ចរបស់កម្ពុជាបញ្ហាប្រឈមទោះបីមានកំណើនទាំងអស់នេះក៏ដោយក៏យើងនៅតែឃើញមាននៅភាពក្រីក្រជាពិសេសនៅតាមជនបទហើយមិនមែនផលប្រយោជន៍ពីវិស័យទាំងអស់នេះទេតើដូច្នេះលុយត្រូវបានបែងចែកដោយបរិមាណនេះដែរទេនេះគឺជាបញ្ហាមួយដែរដែលរដ្ឋាភិបាលយើងកំពុងតែប្រឈមចង់សួរទៅលោកមួយចំនួនទៀតតើកំណើនសេដ្ឋកិច្ចរួមរបស់កម្ពុជាមានទំនាក់ទំនងអ្វីជាមួយនឹងទស្សនៈអភិវឌ្ឍរបស់មនុស្សដែលយើងហៅកាត់ថា HDI អ្នកដូចនេះតើ HDI នេះវាស់ស្ទង់ពីសុខភាពឬការអប់រំឬក៏កម្រិតជីវភាពរស់នៅរបស់ប្រជាជនយើងដែរហើយក៏ក្នុងចំណុចនោះដែរអូខេអរគុណសម្រាប់សំណួរទាំងអស់នេះអានេះគឺជាអ្វីដែលយើងបានប្រាប់ដើម្បីរកចម្លើយយើងត្រូវមើលទិន្នន័យផ្លូវការពីឆ្នាំ2007ដល់2022ពីអង្គការធំដូចជា World Bank យើងបានប្រើប្រាស់ទិន្នន័យទាំងនេះដើម្បីមើលលំនាំនិងទំនាក់ទំនងចូលដល់ចំណុចទី4អ្វីដែលទិន្នន័យរបស់យើងបានបង្ហាញនៅក្នុងចំណុចនេះខ្ញុំនឹងឲ្យលោករតនសវត្ថមនីជាអ្នកបង្ហាញលោកសុភេឥឡូវនេះយើងមកជួបគ្នាទៅនឹងការវិភាគទិន្នន័យដែលក្នុងនោះយើងបែងចែកជា4កត្តាធំដែលកត្តាទី1យើងនឹងនិយាយអំពីនិន្នាការសរុបដែលបង្ហាញពីភាពអវិជ្ជមាននៅក្នុងក្រាហ្វទី2គឺជាការវាស់រវាង GDP ធៀបទៅនឹងប្រាក់ចំណូលរបស់ប្រជាជនក្នុងម្នាក់ទី3វាស់ទៅលើ GDP ឬក៏ Human Development Index ដែលយើងហៅកាត់ថា HDI និងចំណុចចុងក្រោយគឺព័ត៌មានជាក់លាក់ដែលយើងបានយកមកពីក្រសួងធំជាក់ស្ដែងចំណុចទី1និយាយអំពីនិន្នាការសរុបដែលតាមយើងសង្កេតទៅឃើញនៅលើទិន្នន័យដែលយើងបានបង្ហាញយើងសង្កេតឃើញនិន្នាការ3ដែលវាថេរជារៀងរាល់ឆ្នាំតាំងពីឆ្នាំ2007រហូតដល់2022ក្នុងនោះរួមមាន GDP per capita HDI និង GDP បើមើលទៅលើតាមក្រាហ្វរបស់យើងសង្កេតឃើញថាតាំងពីឆ្នាំ2007រហូតដល់2022យើងសង្កេតឃើញថា GDP របស់យើងមានការកើនឡើងគួរឲ្យកត់សម្គាល់យ៉ាងខ្លាំងជារៀងរាល់ឆ្នាំដោយខុសត្រង់តែឆ្នាំ2020វាឃើញការតាក់ទងបន្តិចដោយសារវិបត្តិ COVID វិបត្តិនេះក៏ជាវិបត្តិសកលផងដែរមិនមែនតែប្រទេសយើងទេគឺវាជុំវិញពិភពលោកតែយើងសង្កេតឃើញថាការនៅឆ្នាំ2022វាក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរព័ន្ធនៅរវាង GDP និងប្រាក់ចំណូលរបស់ប្រជាជនក្នុងម្នាក់ដែលតាមស្ថិតិរបស់យើងដែលបានបង្ហាញពីខាងលើនោះដូចដែលលោកសុភេគាត់បាននិយាយគាត់និយាយថាទោះបីជា GDP មានការកើនឡើងតែភាពក្រីក្ររបស់ប្រជាជននៅតែមានការនៅតែមានជាច្រើនអញ្ចឹងយើងក៏បានរកឃើញនៅសមាមាត្រនិងស្ថិតិដែលបង្ហាញយ៉ាងច្បាស់រវាង GDP របស់កម្ពុជានិង GDP របស់យើងនិង GDP របស់មនុស្សម្នាក់ៗនៅក្នុងប្រទេសកម្ពុជា
ដោយមាន correlation និង coefficient ខាត់ដាក់មក ប្រហែល 0.997 វាក៏បានបញ្ជាក់ឲ្យច្បាស់ដែរអំពីការលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជាយើងនិងការមានទំនាក់ទំនងដោយផ្ទាល់របស់ប្រជាជនដែលមានការកើនឡើងកម្រិតប្រាក់ចំណូលមធ្យមរបស់ប្រជាជនដែលយើងសង្កេតឃើញថានៅឆ្នាំ 2007 ប្រជាជនក្នុងមួយម្នាក់អាចរកបាន $331.7 នៅក្នុងម្នាក់និងឆ្នាំ 2022 មានរហូតដល់ $2,325 នៅក្នុងម្នាក់ครับយើងនឹងនិយាយអំពី GDP និង Human Development Index ដែលហៅកាត់ថា HDI ចំណុចទាំងនេះក៏ជាចំណុចដែលគួរឲ្យចាប់អារម្មណ៍ផងដែរនៅក្នុងរបស់យើងនៅក្នុងការនិយាយប៉ុន្តែនេះក៏ជាទិន្នន័យដែលយើងគួរឲ្យចាប់អារម្មណ៍ផងដែរដែលយើងបានរកឃើញនៅភាពវិជ្ជមានខ្លាំងប្រហែល 0.997 ដែលវាជាទិន្នន័យខ្ពស់មែនទែនរវាង GDP និង HDI ក៏បានគណនាថាយើងក៏បានគណនាដោយឃើញថាទំនាក់ទំនងទាំងនេះវាមិនមានន័យស្ថិតិនៅកម្រិតស្តង់ដារ 0.05 ដែលយើងគិតថាវាជាតម្លៃគោលតែគេទទួលស្គាល់ថាជាតម្លៃការគណនាវាមានទំនាក់ទំនងគ្នាមែនតែវាមិនមានន័យថាវានៅកម្រិតស្តង់ដារ 0.05 ដែលយើងទទួលស្គាល់ទេតម្លៃ p value របស់យើងវាមានរហូតដល់ 0.568 នេះវាមានន័យថាយ៉ាងម៉េចថាវាជាចំណុចដ៏សំខាន់មួយ បីជាដំណើរសេដ្ឋកិច្ចទាំងនេះទាំង3នេះវាផ្ដល់នៅមូលដ្ឋានសម្រាប់យើងក៏ដោយក៏យើងមិនអាចធានាបាននៅការរីកចម្រើនស្មើគ្នានៅគ្រប់វិស័យជាក់ស្ដែងផងដែរដូចជាការអប់រំសុខភាពនិងជីវភាពរស់នៅរបស់ប្រជាជនដូចនឹងកម្រិតដែលមានន័យស្តង់ដារដូចជាប្រាក់ចំណូលនេះវាបានបង្ហាញថាការវិវត្តមិនមែនមានត្រឹមតែសេដ្ឋកិច្ចប៉ុណ្ណោះទេប៉ុន្តែវាក៏ជារបៀបដែលបំលែងទៅជាផលប្រយោជន៍ជាក់ស្ដែងសម្រាប់សុខភាពរបស់មនុស្សយើងផងដែរ4គឺយើងនិយាយពាក់ព័ន្ធអំពីព័ត៌មានជាក់លាក់នៃការវិភាគតាមរយៈសមាមាត្រតាមការវិភាគតាមរយៈសមាមាត្រនេះផងដែរយើងក៏បាន support ទៅលើផលិតផលទាំងនេះផងដែរឧទាហរណ៍ដូចជាការកើនឡើង$1000 លានសហរដ្ឋអាមេរិកនៅក្នុង GDP ដែលបានជាប់ទៅនឹងការកើនឡើងប្រហែល$69.83នៅក្នុងប្រាក់ចំណូលជាមធ្យមរបស់មនុស្សម្នាក់ៗនិងប្រហែលជា 0.028 នៅក្នុង HDI មានតម្លៃអស្ចារ្យខ្ពស់ដែលបានបង្ហាញអំពី GDP ក៏បានប្រាប់ជាច្រើនចំពោះការប្រែប្រួលនៅក្នុងចំណុចទាំងពីរនេះផងដែរតែ4នេះក៏វាអាចមានទំនាក់ទំនងសំខាន់ទៅកាន់ចំណុចទី5ដែលលោកសុខេគាត់នឹងធ្វើការបកស្រាយលើបន្តិចទៀតនេះផងដែរបាទទៅចំណុចទី5ដែលខ្ញុំនឹងធ្វើការបកស្រាយអ្វីដែលកម្ពុជាគួរធ្វើបន្តទី1គឺ the big lesson ការស្រាវជ្រាវរបស់ពួកខ្ញុំបានបង្ហាញឃើញថាការរីកចម្រើនសេដ្ឋកិច្ចគឺសំខាន់ណាស់ប៉ុន្តែវាមិនគ្រប់គ្រាន់ដើម្បីដោះស្រាយភាពក្រីក្ររបស់មនុស្សគ្រប់គ្នាទេទី2គឺ government action រដ្ឋាភិបាលត្រូវតែចូលរួមធានាថាកំណើននេះជួយដល់ជនក្រីក្រដោយផ្ទាល់មានន័យថាទី1គឺ better service វិភាគបន្ថែមនៅលើការអប់រំនិងសុខភាពដើម្បីឲ្យមនុស្សគ្រប់គ្នាជាពិសេសនៅតាមជនបទទទួលបានសេវាកម្មល្អចំណុចទី2គឺ safety net បង្កើតកម្មវិធីសង្គមដែលកាន់តែរឹងមាំដែលការពារជនងាយរងគ្រោះដូចជាមនុស្សចាស់និងជនពិការចំណុចទី3គឺ spending for government ត្រូវប្រកាសថាថវិការបស់រាជរដ្ឋាភិបាលដែលប្រើសម្រាប់ការកាត់បន្ថយភាពក្រីក្រនេះត្រូវបានចំណាយដោយមានប្រសិទ្ធភាពនិងខ្ជាប់ខ្ជួនទៅដល់ទី3គឺចំណុច fair growth for all យើងក៏ត្រូវធានាថាផលប្រយោជន៍នៃថវិការបស់រាជរដ្ឋាភិបាលនឹងបានបែងចែកដោយយុត្តិធម៌ផងដែរនេះមានន័យថាផ្ដល់ឱកាសស្មើៗគ្នាទៅដល់មនុស្សគ្រប់រូបជួយអាជីវកម្មខ្នាតតូចឲ្យរីកចម្រើនធំនិងចំណុចចុងក្រោយគឺធានាថាការវិភាគរបស់ប្រទេសធំនឹងបង្កើតការងារនិងឱកាសឲ្យប្រជាជននៅក្នុងស្រុករបស់យើងផងដែរចំណុចទី4 be ready for anything កម្ពុជាក៏ត្រូវត្រៀមខ្លួនទុកជាមុនក្នុងការទប់ទល់បញ្ហាសកលធំដូចជាការបម្រែបម្រួលអាកាសធាតុឬវិបត្តិសេដ្ឋកិច្ចពិភពលោកផងដែរ This means that having more diverse economy not just relying on a few industries
ចំណុចចុងក្រោយគេគឺ digital for everyone ការប្រើប្រាស់បច្ចេកវិទ្យាដូចជាឧបករណ៍ digital អាចជួយច្រើនក្នុងការកាត់បន្ថយភាពក្រីក្រដោយសារតែវាជួយឲ្យមនុស្សទទួលបានព័ត៌មាននិងសេវាហិរញ្ញវត្ថុបានប្រសើរជាងមុនប៉ុន្តែយើងត្រូវធានាថាគ្រប់គ្នាមិនថាអ្នកមានឬអ្នកក្រអាចប្រើប្រាស់បាននិងដឹងពីរបៀបប្រើប្រាស់របស់វាផងដែរសរុបសេចក្តីខ្ញុំនឹងឲ្យលោកមនីនឹងធ្វើការបកស្រាយនៅក្នុងចំណុចនេះសរុបសេចក្តីនោះយើងសង្កេតឃើញថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជាពិតជាអស្ចារ្យដោយយើងសង្កេតឃើញថាតាំងពីឆ្នាំ2017រហូតដល់2022ប្រាក់ចំណូលនិងឈ្មោះរបស់ប្រជាជនយើងមានការកើនឡើងយ៉ាងច្រើនប៉ុន្តែការអភិវឌ្ឍនេះក៏ប្រកបដោយនិរន្តរភាពផងដែរដែលយើងបានសង្កេតឃើញថាប្រជាជនគ្រប់រូបទទួលបានផលប្រយោជន៍ប្រកបមែនខ្ញុំមានចំណុចមួយចង់បង្ហាញនេះគឺជា recommendation របស់ខ្ញុំពីរនាក់យើងត្រូវការផែនការមួយដើម្បីចែកចាយធនធានដោយយុត្តិធម៌ដោយជាការពារជនរងគ្រោះនិងការកសាងសេដ្ឋកិច្ចដែលរឹងមាំដូចគ្នានឹងអាចបត់បែនបានទុកប្រជាជនជាគោលនេះទាមទារឲ្យមានការសហការគ្នាពីរដ្ឋាភិបាលនិងប្រជាជនអាជីវកម្មនិងដៃគូអន្តរជាតិរបស់យើងផងដែរអូខេសូមអរគុណអ្នកទាំងពីរដែលបានវិភាគនិងបានចែកលេខនៅពេលដែលអ្នកទាំងពីរបានរកឃើញហើយចុងក្រោយក៏ពួកយើង8នាក់ក៏សូមអរគុណដល់អ្នកទាំងពីរដែលបានចំណាយពេលដល់យើងហើយក្នុងការទស្សនាវីដេអូនេះសូម